បាទជំរាបសួរបើយើងនិយាយអំពីជំងឺមុនវាមានបញ្ហាប៉ះពាល់ទៅនឹងសម្រស់ហើយសម្រស់ហ្នឹងវាប៉ះពាល់ដល់ផ្លូវចិត្តយើងច្រើនណាស់ជាពិសេសយុវវ័យអាយុ20ទៅ30ឆ្នាំប៉ះពាល់ច្រើនហើយនៅលើទីផ្សារយើងមានផលិតផលរាប់ពាន់រាប់ម៉ឺនប្រភេទតែយើងត្រូវជ្រើសរើសយកប្រភេទមួយណាបើសិនជាយល់ល្អត្រូវតែទៅជួបគ្រូពេទ្យឯកទេសជំនាញសះស្បើយឬក៏គ្រូពេទ្យទូទៅក៏គេអាចចេះព្យាបាលដែរជំងឺមុននេះជួបម្ដងពីរដងយើងនឹងយល់ច្រើនថាយើងត្រូវព្យាបាលយ៉ាងម៉េចដើម្បីជួយក្នុងការព្យាបាលវាសំខាន់ផងដែរដែលហេតុផលត្រឹមត្រូវនោះយើងគួរតែយល់ថាមូលហេតុអីបានយើងមានមុននឹងហើយយើងព្យាបាលវាយ៉ាងម៉េចជាដំបូងមូលហេតុនៃកមានខ្ទុះឬក៏មុននៅក្នុងមុខវាច្រើននៅមុខនៅទ្រូងនៅខ្នងអីហ្នឹងដោយសារអនាម័យយើងមិនល្អវាងាយមានមេរោគហើយនឹងការស្ទះរោមខ្លាញ់នៅក្រោមស្បែករបស់យើងនឹងវាស្ទះជាពិសេសនៅយុវវ័យវាសបោអាកពេញនឹងលូតលាស់ច្រើនងាយនឹងមានការខ្លាញ់ស្ទះផងមេរោគផងវាងាយនឹងរលាកដល់ពេលរលាកទៅវាក្រហមវាតឹងវាពកហ្នឹងគេហៅថាមុនហើយមុននោះវាមានច្រើនប្រភេទទៅទៀតហើយស្ថានភាពខ្លះវាអាចមកពីអរម៉ូនតែម្ដងអរម៉ូននៅពេលដែលយើងរីកលូតលាស់ធំធាត់ហ្នឹងវាធ្វើឲ្យអញ្ចឹងដែរលក្ខខណ្ឌនៃការហូបចំណីអាហារយើងអត់ច្បាស់លាស់ហើយពេលខ្លះយើងនិយាយអំពីអាហារដែលមានជាតិខ្លាញ់បំពងអីច្រើន fast food ច្រើនហើយនឹងអាហារមានជាតិទឹកដោះគោមួយចំនួនសម្រាប់អ្នកដែលធ្វើការនៅកន្លែងផ្សើមនៅកន្លែងក្តៅហត់បែកញើសច្រើនដូចជានៅកន្លែងចក្រានបាយអីហ្នឹងក៏ប្រឈមមុខនឹងជំងឺនឹងដែរអ្នកខ្លះប្រើថ្នាំទេវតារហូតទៅដល់ថ្នាំម្សៅលាយទៅប៉ះពាល់ជាច្រើនដែលធ្វើឲ្យស្បែកមុខរបស់យើងនឹងងាយនឹងរលាកងាយនឹងស្ដើងជាងធម្មតាឃើញសរសៃអីជាដើមហើយខ្ញុំនឹងមិននិយាយទេសម្រាប់ស្ត្រីដែលមានជំងឺមួយចំនួនដូចជារោមច្រើនឬក៏ធាត់ពេករដូវមិនទៀងអាហ្នឹងក៏អាចមានមុនដែរតែបើសិនជាយើងមានទាំងអស់ហ្នឹងវាអាចប្រឈមមុខនឹងទឹកនោមផ្អែមនៅថ្ងៃអនាគតផងដែរហើយខ្ញុំក៏អត់និយាយពីប្រភេទនេះមុនដែរគាត់តែយើងចែកវាខ្លះដែរស្រាលខ្លាំងល្មមហើយខ្លាំងអញ្ចឹងឯងបើស្រាលហ្នឹងយើងប្រើអីល្មមយើងប្រើអីឈឺខ្លាំងហ្នឹងយើងប្រើផលិតផលអីហើយរូបភាពទាំងអស់នេះយើងចង់និយាយអំពីថ្នាំខ្លះដែលអាចរកបាននៅទីផ្សារយើងហើយស្រួលហើយយើងនឹងរៀនប្រើវាបន្តិចម្ដងវិធីព្យាបាលវាមានថ្នាំខ្លះមួយមុខហើយទេខ្លះណាស់12 3មុខលាយគ្នាតែក៏យើងត្រូវចាំពេលវេលាយើងយូរបន្តិចដែរជាទូទៅ8អាទិត្យมันវាអាចមានផលិតផលខ្លះអ្នកខ្លះក៏អាច12 3ខែផងដែរការព្យាបាលយើងដំបូងយើងត្រូវថែរក្សាស្បែកមុខយើងកុំឲ្យមានបញ្ហាតទៅទៀតសម្រាប់ក្នុងការព្យាបាលហ្នឹងឯងអនាម័យស្បែកលាងមុខនៅទឹកក្តៅអ៊ុនមួយថ្ងៃ2ដងឬក៏យើងប្រើសាប៊ូមួយដែលគេហៅបើកមុខមុននៅវាចេញមកហ្នឹងគេហៅថា Peroba ឬក៏ Oiliba ឬក៏ Form Facial Form ឬក៏ Dove Bar លាយជាមួយទឹកក្តៅអ៊ុននៅលាងថ្ងៃ2ដងទៅហ្នឹងការពារមុខមុនដែរយើងហាមកុំឲ្យញិចមុនវិញញិចទៅវាបែកទៅដាច់ស្បែកធំទៅវាអាចស្នាមឬក៏ហើមធំកាន់តែខ្លាំងមុននឹងអាចរលាកកាន់តែខ្លាំងដែរយើងអាចរក្សាសំណើមលាបអ្វីដែលធ្វើមុខយើងសើមកុំឲ្យស្ងួតខ្លាំងពេកវាអាចលបកវាអាចនេះដែរផលិតផលមួយចំនួនក៏អាចលបកមុខខ្លាំងដែរពេលដែលគ្រូពេទ្យឲ្យថ្នាំហ្នឹងគាត់នឹងបញ្យល់ប្រាប់ហើយការពារកុំឲ្យត្រូវថ្ងៃដែរពេលខ្លះគេរហូតដល់ប្រើ sun blocker ការពារកម្ដៅថ្ងៃចាប់ពីលេខ30ឡើងទៅជាពិសេសនៅពេលដែលយើងប្រើថ្នាំខ្លះវាធ្វើឲ្យលបកខ្លាំងអញ្ចឹងយើងប្រើ sun blocker SPF 30នឹងឡើងទៅបើសិនជាមុននឹងមាន
បញ្ហាធ្ងន់យើងត្រូវតែជួបគ្រូពេទ្យយ៉ាងតិចក៏បានម្ដងពីរដងដែរដើម្បីស្គាល់ថ្នាំខ្លះៗយើងមិនអាចព្យាបាលបានដោយខ្លួនឯងទេបើមិនជាយើងព្យាបាលខ្លួនឯងវាអាចខុសឬក៏ច្រឡំច្រើនដែរហើយបើយើងចង់ព្យាបាលខ្លួនឯងមែនទែនគឺមានតែពួកអស់នេះ benzoyl peroxide ហ្នឹងកវូកក់ដោះឯហ្នឹងលាបឬក៏ជា gel ឯហ្នឹងយើងអាចលាបការពារកុំឲ្យស្ទះរុនញើសរុននឹងតែបកមានមុននឹងដែរហើយបើសិនជាអត់ធូរទេ3ខែមិនធូរទេត្រូវទៅជួបពេទ្យដើម្បីបន្ថែមថ្នាំផ្សះឬក៏ថ្នាំមុនតែម្ដងហើយបើសិនជាមានខ្ទុះមានអីខ្លះតិចតួចហើយយើងប្រើ retinoid លាបគេហៅថា retin A ឬក៏ Avita ឬក៏ Adrenaline ឬក៏ Adapalene ចឹងយើងលាបមួយថ្ងៃម្ដងឬក៏បើស្ងួតពេកយើងលាបមួយថ្ងៃខានមួយថ្ងៃចឹងទៅវាអាចជា gel សម្រាប់អ្នកដែលមានខ្លាញ់ច្រើនយើងប្រើ gel ទៅបើសិនជាមានប្រើ krem ឯងបានហើយបើសិនជាវាប៉ះពាល់ស្ងួតខ្លាំងពេកយើងប្រើ sun blocker ការពារកុំឲ្យត្រូវថ្ងៃក្តៅការពារលេការពារកម្ដៅថ្ងៃកូនក្មេងហ្នឹងក៏ល្អដែរហើយបើសិនជាមុននឹងយើងខ្ទុះខ្លាំងគិះអីច្រើនពេកយើងត្រូវការប្រើទាំងអស់ហ្នឹងប្រើ benzoyl peroxide ផង retinoid ផងយើងប្រើ erythromycin ឬ clindamycin ថែមទៀតដែរដើម្បីជួយកាត់បន្ថយរលាកបើសិនជាខ្លាំងមែនទែនយើងត្រូវការលេបថ្នាំផងដែរតែមុននឹងប្រើថ្នាំលេបត្រូវជួបគ្រូពេទ្យឲ្យបានច្បាស់លាស់សិនបាទសង្ឃឹមថារូបទាំងអស់នេះអាចជួយរំលឹកខ្លះដែលផលិតផលដែលត្រឹមត្រូវក្នុងការព្យាបាលមុន